នោះក្នុងខ11ប្រាប់ថាម៉េចព្រះថាបងបានយាងមករកយើងព្រះបានយាងមករកមនុស្សលោកបងលះសេរីល្អបន្ទាបអង្គទ្រង់មករកយើងហើយរៀបចំផ្លូវសង្គ្រោះហើយរៀបចំឲ្យមនុស្សអាចរស់នៅអស់កលជានិច្ចមនុស្សអត់ចាំបាច់ត្រូវស្លាប់ទៀតទេអត់ចាំបាច់ត្រូវដាច់ចេញពីព្រះជាម្ចាស់ទៀតទេមនុស្សនឹងរស់នៅព្រះព្រះអង្គមករកមនុស្សគ្រប់គ្នាទ្រង់យាងមករកមនុស្សហើយទ្រង់មកដល់ហើយទ្រង់បានមកដល់ហើយ2000ជាងឆ្នាំមុនហើយកំពុងតែនៅជាមួយយើងសប្តាហ៍ថ្ងៃនេះហើយកំពុងដើរជួបបងប្អូនទាំងអស់គ្នាហើយដើរអញ្ជើញបងប្អូនទាំងអស់គ្នាឲ្យមកទទួលប្រពោដែលមកពីព្រះជាម្ចាស់ទទួលប្រពោដែលមកពីព្រះអង្គបាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាខ្ញុំសូមអានជូននៅព្រះគម្ពីរទំនុកដង្កើងចំពោះ146ខ4ដល់ខ10ត្បិតពេលគេត្រូវផុតដង្ហើមគេវិលត្រឡប់មកជាធូលីដីវិញហើយគម្រោងការរបស់គេក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរអ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអង្គម្ចាស់ជាព្រះរបស់ខ្លួនអ្នកនោះមានសុភមង្គលហើយព្រះអង្គបានបង្កើតផ្ទៃមេឃនិងផែនដីព្រះអង្គបានបង្កើតសមុទ្រនិងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ចព្រះអង្គរក្សាយុត្តិធម៌ឲ្យអស់អ្នកដែលត្រូវគេសង្កត់ចង្កិនព្រះអង្គប្រទានអាហារដល់អស់អ្នកដែលស្រេកឃ្លានព្រះអង្គម្ចាស់ដោះលែងអ្នកដែលជាប់ឃុំព្រះអង្គម្ចាស់ប្រោះមនុស្សខ្វាក់ឲ្យមើលឃើញព្រះអង្គម្ចាស់លើកអ្នកដែលអស់សង្ឃឹមឲ្យងើបឡើងវិញព្រះអង្គម្ចាស់ស្រឡាញ់មនុស្សសុចរិតព្រះអង្គម្ចាស់ការពារជនបរទេសព្រះអង្គជួយគាំទ្រក្មេងកំព្រានិងស្ត្រីមេម៉ាយព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្សអាក្រក់ត្រូវរលាយសូន្យព្រះម្ចាស់នឹងគ្រងរាជអស់កលជានិច្ចក្រុងស៊ីយ៉ូនអើយព្រះរបស់អ្នកនឹងគ្រងរាជអស់កលជាអង្វែងតរៀងទៅហាឡេលូយ៉ាបាទសូមបន្តអានជូននៅព្រះគម្ពីរយូហានជំពូក1ខ1ដល់ខ14កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានប្រជញ្ញគង់នៅព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ហើយព្រះបន្ទូលជាព្រះជាម្ចាស់ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់កាលពីដើមដំបូងបង្អស់អ្វីសពសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូលគឺក្នុងបណ្ដាអ្វីដែលកើតមកគ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយព្រះបន្ទូលជាប្រភពនៃជីវិតហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោកពន្លឺក្នុងសេចក្តីងងឹតតែសេចក្តីងងឹតពុំបានទទួលពន្លឺទេព្រះជាម្ចាស់បានចាត់បរិសម្នាក់ឈ្មោះយូហានឲ្យមកលោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោកយូហានមិនមែនជាពន្លឺទេគឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយដែលមកពីពិភពលោកហើយបំភ្លឺមនុស្សគ្រប់រូបព្រះបន្ទូលបានគង់នៅក្នុងពិភពលោកហើយពិភពលោកកើតឡើងដោយសារព្រះអង្គប៉ុន្តែពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយរីឯអស់អ្នកដែលបានទទួលព្រះអង្គគឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គប្រទានឲ្យគេទៅជាបុត្ររបស់ព្រះជាម្ចាស់អ្នកទាំងនោះពុំមែនកើតពីលោហិតពីចំណងតណ្ហាឬពីបំណងមនុស្សឡើយគឺកើតពីព្រះជាម្ចាស់វិញព្រះបន្ទូលបានកើតមកជាមនុស្សហើយគង់នៅក្នុងចំណោមយើងរាល់គ្នាយើងបានឃើញសេរីរុងរឿងជារបស់ព្រះអង្គជាសេរីរុងរឿងជាព្រះបុត្រាតែមួយគត់ដែលមកពីព្រះបិតាព្រះអង្គការពារបើព្រះអង្គពោពេញទៅដោយព្រះគុណនិងសេចក្តីពិតបាទនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាទអរគុណបងអរគុណដល់គ្រូបានអានព្រះបន្ទូលរបស់ព្រះនៅពេលព្រឹកនេះសម្រាប់យើងបាទអរគុណបងហើយសួរបងប្អូនគ្នាសាច់ថ្មីម្ដងទៀតបាទអរគុណបងបាទចេះដល់
มาสัปดาห์ก็ลองโมนี่โอ้ดังนี้ว่าจะเกิดเจริญมือโปรเมียนบ่าก็ประเดี๋ยวเราได้สมองไว้จัดวันดังนี้บทดับประตูระบบประจิมจ้าวิญไอ้ดาเราขนมดาวกาประชุมไม่เป็นประชุมไม่ใช่ดาวกาคริสต์มาสดาวกาโนเอลนี่บ่ายังนั่งเยี่ยมปีดาปีกำนัดระบบพระมิจฉาพระเยซูพระบรรทุเตะโตช่วยกันเนี่ยปีมาแค่เป็นยังบ่าเช้าคุณพ่อนำไปดับพระบรรทุไปต่อที่สมบัติกรมช่วยบริบาลสมรุมจัดอธิษฐานสมพระวิญญาณบริสุทธิ์ปองบานกรมโซลูจัดยืนปังหัดปังเรียนน้องจัดบ่ยืนบานยุลพระบรรทุปองมิจฉาพระเยซูให้ยึดชมทลายมนคุณปองอย่าเปลมาสัปดาห์ก็ลองมาเลยแต่เป็นนี้ยึดชมตลอดมอดำไปถวายบุกกุมปองดำไปดับพระบรรทุปองปองมิจฉาให้สมัยบรรทุมากันเรียบปองกรบคดีนั่นตีนี้ปองตัวมุกมันญาติโดยตรงประสมเลย์บ่ตัวมุกผมหมดบ่ตัวมุกไปประกาศพระบรรทุปองนั่นเป็นนี้ตัวมุกอธิษฐานถวายเป็นนี้จุปองขนมเป็นนิ่มพระเยซูคริสต์อาเมนบ่ายมโนพระบรรทุนไปประเด็นขนมประกปียูฮานจุปตีมวยข้อมวยตลอดข้อตีดับบุญบ่าที่นบอดในประตูในเปรกนี้ประตูบานตลบเชียร์สัจชิมบ่าเชื่อดาในขนมประกปีตะบงกีบานปราบธาดาข้อมวยดอกข้อปีธากาปิดดำตะบงมองอ๋อประตูมีนประจนกงเนอประตูกงเนอจะมวยเปรจิมจ้าให้ประตูจีเปรจิมจ้าประตูกงเนอจะมวยเปรจิมจ้ากาปิดดำตะบงมองอ๋อบ่าสมสดับประตูกันเลยนี่บ่าพระบรรทุคือจีพระมิจฉาพระเยซูตัวได้กงเราตั้งแต่ปิดเดิมแต่บุ้งบังอ๋อการเดิมแต่บุ้งเราขนมประกปีลูกบัตรจะบุ้งมวยข้อมวยท่าการเดิมแต่บุ้งเลยเปรี้ยจีมิจฉาบังเกิดตีมีหนึ่งพันใดไม่ได้ทำไปการเดิมแต่บุ้งเลยมีนเปรี้ยจีมิจฉากงเนื้อรุ่ยบัตรหายการเดิมแต่บุ้งเลยเปรี้ยกงเนื้อมุนการเลยมันต้นมีนไว้ตั้งอ๋อพระบรรทุกงเนื้อจะมวยเปรี้ยพระเยซูมีนตั้งแต่ปีดาวมองนประกปีบานสำแดงปรับอย่างโดยเช่นใดตรงบานประกาศตีมีภายในให้ปองปฏิญสิทธิอำนาจเอามนุษย์เช่นนี้ได้กรุบกรองหรือภายในปฏิญสิทธิอำนาจเอามนุษย์ชีดำนางเปรี้ยผมมีตัวทายันปองประกาศมนุษย์เมาชีดำนางพระองค์นลือภายในกรุบกรองภายในนี่ดำนางยืนตั้งออกนี่ชีดำนางเปรี้ยนลือภายในนี่ประเดี๋ยวคอยมองให้ไหมมนุษย์บานทะเลนครองอำเภอบาปให้พระองค์บานปองได้ประกาศมนุษย์เมาปองเต้ายืมเมาได้ไปสังครุพวกกี้เปรี้ยได้เจียวปุกปองอดมือหนึ่งเป็นได้เคยโกนระบะสกได้สลับเต้าวินนี่ออกกาจันได้ปองอดดีปองเต้าเมาได้ไปสังครุมนุษย์บานรุปีบาปไอ้สมนุษย์สู้ตาให้เราไว้บานจีเปรี้ยจีเมจ่าเต้าโยกในไซจีสัจเชี่ยมไม่ก็เปรี้ยจีเมจ่าปองได้จีเปรี้ยบรรทุไม่ก็เมาโยกในไซจีสัจเชี่ยมในไซเชี่ยมมนุษย์โดยยืงมวยกันเนี่ยไม่ก็เปรมันเมียมันตูโมบิทานซูหอยสังกรูมองตะมองเต้าไอ้จำบัดเมาเป็นเตียบอองตรงอยู่ในไซส์เชี่ยมโดยยืงเพื่อไว้บ่าดูเขาลูกกับบัตรจะปุกตีมวยบอกเดี๋ยวจำดิเปรบัตรประกาศมนุษย์โดยอองตรงจีดำนางเปรไอ้บ่าวเป็นตูทำไมปองเป็นเตียนสิทธิ์อำนาจอ้อยมนุษย์จีเนี่ยกรุบกรองเรือภายในนี่ปองเป็นเตียนในมนุษย์กรุบกรองเรือภายในนั่งบ่าดำไปปฏิบัติการสิ่งใดสังครูมนุษย์อ้อยรุ่ยปีบาปสดาสิทธิ์อำนาจเดี๋ยวซาตังมันลุยปีมนุษย์เต่ว่านะเปรี้ยเต่าแต่เกิดจิมนุษย์จิมวยหนึ่งสตรีเต่าแต่ตลบมาทั่วจิมนุษย์อยู่ในไซจิมนุษย์จิมวยหนึ่งสตรีบ่าน้องเปรี้ยกับปีบานสำแดงกับเลยมวยปราบธาดาเดี๋ยวเซตสอบฉบับโจมภายในนี่ให้นังเนี่ยเดี๋ยวพลอระบ้องคือจีเจ้าบ่าน้องเปรี้ยกับปีสมือจิมวยกันเดียบ่าเดี๋ยวน้องยูฮานจะปุกดอกข้อมวยดอกข้อปีบานสำแดงอย่างนี้ใช่ไหมพระเยซูปอมีมันตูลขยมสมปรับเอาในเราคลีดังฉบับถ่าน้ามันโจลขนมกราวเจียมตามทวีแต่พลอโจลตามกับไลฟ์เซงเนี่ยนู่จะเจ้าลุยเจ้าพลอนเรียนเนี่ยเดี๋ยวโจลตามทวีปัจเจียเนี่ยกงวิลเราบอกเจียมจีเนี่ยกงวิลละอ้อบ่าสมือสลับเบิกอะไรนี่ดากราวเจียมจีพันใดอย่างนี้เองเจียมมนุษย์เดี๋ยวรู้เอาลือพันใดนั่งไอ้เนี่ยเดี๋ยวพลอระบ้องคือจีอะไรเดี๋ยวเมาตามกับไลฟ์เซนทีนะเมาตามพลอเซนทีดับไปมโยสิทธิ์อำนาจลุยสิทธิ์อำนาจจีเจ้าไอ้เนี่ยเดี๋ยวโจตามทวีคือจีพระมิจฉาพระเยซูเดี๋ยวโจเมาภายในนี้โดยสอบฉบับจีเนี่ยเดี๋ยวกงวิลละอไอ้น้องคอดับบันปราธมิกไอ้เจ้าไปมาลุยสำลับบำพลายไอ้พระเยซูปองเมาดอยชีวิตเป็นบ่อระบูบ่าไอ้สมมือกันอะไรนี่
ព្រះយេស៊ូវគ្រីស្ទព្រះអង្គមកផែនដីនេះមកដោយស្របច្បាប់ដែលមកចូលតាមទ្វារមានន័យថាម៉េចព្រះអង្គមកចូលផែនដីដោយស្របច្បាប់ដោយប្រសូតជាមួយនឹងស្ត្រីព្រហ្មចារីជាមនុស្សមានសិទ្ធិអំណាចរបស់មនុស្សដែលព្រះជាម្ចាស់ព្រះអង្គឲ្យស្ដារសិទ្ធិអំណាចរបស់មនុស្សឲ្យប្រគល់ឲ្យមនុស្សត្រឡប់ទៅវិញបាទនៅក្នុងព្រះគម្ពីរខទី14បាទសម្ដែងប្រាប់ថាព្រះបន្ទូលបានកើតជាមនុស្សព្រះយេស៊ូវដែលជាព្រះបន្ទូលដែលជាព្រះគង់នៅតាំងពីដើមមកបានត្រឡប់ជាមនុស្សហើយគង់នៅក្នុងចំណោមយើងរាល់គ្នាយើងបានឃើញសេរីរុងរឿងរបស់ព្រះអង្គជាសេរីរុងរឿងនៃព្រះបុត្រាតែមួយអង្គគត់ដែលមកពីព្រះបិតាព្រះអង្គពូពេញដោយព្រះគុណនិងសេចក្តីពិតបាទហើយពិចារណាជាមួយគ្នាតើនៅក្នុងបទគម្ពីរនេះតើព្រះយេស៊ូវយើងមកធ្វើអ្វីសម្រាប់យើងនៅក្នុងរដូវកាលគ្រីស្មាស់នេះយើងពិចារណាជាមួយគ្នាថាព្រះយេស៊ូវគ្រីស្ទបានយាងមកយើងរំលឹកជារៀងរាល់ឆ្នាំព្រះយេស៊ូវគ្រីស្ទយាងមកធ្វើអ្វីសម្រាប់យើងតើមានគោលបំណងអីដើម្បីអីហើយពិចារណាជាមួយគ្នានៅក្នុងបទគម្ពីរនេះទី1គឺព្រះអង្គមកដើម្បីប្រទានជីវិតអស់កលជានិច្ចបាទនៅក្នុងខទី3ខទី4សូមមើលជាមួយគ្នាថាម៉េចអ្វីសពសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូលគឺក្នុងបណ្ដាអ្វីដែលកើតមកគ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយព្រះបន្ទូលជាប្រភពនៃជីវិតហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោកបាទនៅក្នុងខទី1ប្រាប់ថាម៉េចរបស់សពសារពើកើតឡើងដោយសារព្រះបន្ទូលអ្វីដែលយើងមើលឃើញទាំងអស់អ្វីដែលមានជីវិតរស់នៅព្រះបន្ទូលព្រះអង្គមានបន្ទូលហើយការនោះកើតចេញជារូបរាងឡើងដោយសារព្រះបន្ទូលរបស់ព្រះបន្ទូលរបស់ព្រះព្រះអង្គមានបន្ទូលវាកើតឡើងព្រះអង្គមានបន្ទូលថ្ងៃទី1កើតឡើងផ្ទៃមេឃផែនដីព្រះអង្គមានបន្ទូលកើតឡើងព្រះអង្គមានបន្ទូលកើតឡើងបាទនៅក្នុងព្រះបន្ទូលហេព្រើរបងឲ្យចាំទេហេព្រើរ 4:12 បានសម្ដែងថាព្រះបន្ទូលទ្រង់មានអំណាចហើយរស់នៅមុតជាងដាវមុខពីរបាទព្រះបន្ទូលរបស់ព្រះមានអំណាចហើយរស់នៅព្រះបន្ទូលរបស់ព្រះមុតជាងដាវមុខពីរកាប់យើងក៏មុតកាប់សត្រូវក៏មុតដែរព្រះបន្ទូលគឺសម្រាប់ណែនាំដល់យើងដើម្បីកែឲ្យយើងខ្លាយទៅជាស្គាល់បហាតីរបស់ព្រះអង្គជាមនុស្សកាន់តែល្អប្រសើរឡើងហើយព្រះបន្ទូលរបស់ព្រះគឺជាអាវុធសម្រាប់ច្បាំងជាមួយនឹងសត្រូវដែរចុះបើព្រះបន្ទូលរបស់ព្រះមានអំណាចយ៉ាងដូចនេះអមិនក៏យើងអត់ប្រើយើងជឿព្រះបន្ទូលរបស់ព្រះជឿថាមានអំណាចក៏ប៉ុន្តែមិនសូវមានអ្នកប្រើព្រះបន្ទូលរបស់ព្រះអង្គអត់ដឹងប្រើយ៉ាងម៉េចបាទព្រះបន្ទូលរបស់ព្រះចានៅគ្រប់សន្លឹកកាពីនៅទីនេះក្នុងកាពីបងប្អូនទាំងគ្នានៅលើអេក្រង់គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះអង្គបានត្រឡប់ជាសាច់ឈាមហើយព្រះបន្ទូលរបស់ព្រះសពថ្ងៃគឺចានៅសន្លឹកកាពីជាលក្ខណៈរបស់ព្រះជាម្ចាស់នៅក្នុងសន្លឹកកាពីនឹងឯងបាទចេះយល់ធ្វើម៉េចព្រះបន្ទូលរបស់ព្រះមានអំណាចដដែលដោយរស់រវើកដដែលជាប្រើព្រះបន្ទូលរបស់ព្រះក៏មិនទុកព្រះបន្ទូលក្នុងស្រោមតែត្រូវយកព្រះបន្ទូលចេញមកក្រៅហើយកាប់ទៅកាន់សត្រូវបងប្អូនទាំងគ្នាកាប់មិនទៅយកព្រះបន្ទូលរបស់ព្រះថាយើងអានព្រះបន្ទូលរបស់ព្រះយើងចាំព្រះបន្ទូលរបស់ព្រះយកព្រះបន្ទូលព្រះមកនិយាយយកមកប្រកាសនៅក្នុងស្ថានភាពក្នុងជីវិតរបស់យើងហើយព្រះបន្ទូលព្រះមានអំណាចយើងជឿព្រះបន្ទូលព្រះអង្គមានអំណាចដើម្បីបំផ្លាស់បំប្រែស្ថានភាពនានាក្នុងជីវិតរបស់យើងព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមតើព្រះបន្ទូលត្រឡប់ជាសាច់ឈាមដូចម្ដេចអូនអរគ្នាបាទនៅក្នុងព្រះគម្ពីរដូចជាម៉ាថាយគម្ពីរលូកាបានសម្ដែងប្រាប់ថាទេវតាបាននាំព្រះបន្ទូលមកកាន់នាងម៉ារីពេលដែលព្រះបន្ទូលនាំមកកាន់នាងម៉ារីប្រាប់ថាម៉េចម៉ារីនាងជាស្ត្រីមានពរពិតព្រះគប់ហៅទៅនឹងនាងនឹងមានគភ៌ប្រសូតបានបុត្រាមួយហើយត្រូវហៅព្រះនាមថាយេស៊ូវស្ត្រីម៉ារីក៏ជឿលើព្រះបន្ទូលរបស់ព្រះឲ្យការនោះកើតឡើងនៅក្នុងដូចដែលព្រះបន្ទូលរបស់ព្រះបានមានបន្ទូលទៅចោះពេលដែលនាងជឿព្រះបន្ទូលនាងទទួលជឿព្រះបន្ទូលទុំផ្ទៃនៅក្នុងចិត្តរបស់នាងហើយព្រះបន្ទូលនេះសម្រេចចេញជារូបរាងដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយេស៊ូវប្រសូតចេញពីនាងនោះឯងបាទដោយសារអំណាចនៃព្រះវិញ្ញាណរបស់ព្រះហើយបងប្អូនព្រះយើងជឿព្រះម្ចាស់ព្រះយេស៊ូវនៅពេលវិនាទីដែលលោកអ្នកបងប្អូនជឿព្រះម្ចាស់ព្រះយេស៊ូវព្រះបន្ទូលរបស់ព្រះចាប់ទុំផ្ទៃនៅក្នុងចិត្តរបស់លោកអ្នកបងប្អូនទាំងអស់គ្នាហើយបង្កើតយើងជាថ្មីឡើងវិញ្ញាណយើងដែលស្លាប់ដាច់ចេញពីព្រះពេលយើងទទួលជឿព្រះបន្ទូលរបស់ព្រះវិញ្ញាណយើងចាប់ផ្ដើមរស់ឡើងវិញដោយសារព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបង្កើតយើងជាថ្មីឡើងព្រះបន្ទូលគឺជាព្រះយេស៊ូវចាំដែរទេព្រះបន្ទូលគឺជាព្រះម្ចាស់ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាមជាមនុស្សដូចយើង
ជាសាច់ឈាមទ្រង់មានអំណាចរបស់មនុស្សស្របច្បាប់នៅលើផែនដីនេះហើយទ្រង់ធ្វើប្រតិបត្តិការនៅលើផែនដីនេះដើម្បីបំផ្លាញកិច្ចការរបស់សាតាំងដើម្បីសង្គ្រោះមនុស្សបាទដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រះអង្គអត់ប្រើអំណាចរបស់ព្រះទេព្រះអង្គលះស្ថានសួគ៌ចាក់ចេញពីស្ថានសួគ៌ព្រះអង្គទុកអំណាចរបស់ព្រះទ្រង់បដប់ហើយព្រះអង្គជាមនុស្សដូចយើងដូចគ្នាហើយទទួលការចាក់ប្រេងតាំងដោយព្រះវិញ្ញាណរបស់ព្រះព្រះអង្គធ្វើការអស្ចារ្យគឺដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះហើយបងប្អូនអ្នកគ្រប់គ្នាទីដែលយើងមានសាច់ឈាមយើងមានសិទ្ធិអំណាចព្រះឲ្យសិទ្ធិអំណាចមកកាន់យើងហើយយើងត្រូវការព្រះវិញ្ញាណរបស់ព្រះជាមួយយើងដើម្បីប្រតិបត្តិការបំផ្លាញកិច្ចការរបស់សាតាំងដូចដែលព្រះយេស៊ូវគ្រីស្ទបានធ្វើនៅលើផែនដីនេះដែរព្រះបន្ទូលនៅក្នុងខំប្រតាមព្រះបន្ទូលជាប្រភពនៃជីវិតអ្វីដែលមានជីវិតសពថ្ងៃនេះដែលយើងមើលឃើញសពបែបយ៉ាងជីវិតដែលនៅបណ្ដោះអាសន្ននេះកើតចេញមកពីព្រះជាម្ចាស់មានប្រភពចេញមកពីព្រះបន្ទូលជាប្រភពនៃជីវិតមួយទៀតជីវិតខាងវិញ្ញាណជីវិតអស់កលជានិច្ចដែរព្រះយេស៊ូវព្រះអង្គអាចផ្ដល់ជីវិតអស់កលជានិច្ចដល់បងប្អូនទាំងអស់គ្នាជីវិតអស់កលជានិច្ចគឺមាននៅក្នុងព្រះយេស៊ូវដើម្បីឲ្យមានជីវិតអស់កលជានិច្ចយើងត្រូវការមានព្រះយេស៊ូវនៅក្នុងជីវិតរបស់យើងមានព្រះយេស៊ូវបើមានព្រះយេស៊ូវនឹងពីថាអ្នករាល់គ្នាមានជីវិតអស់កលជានិច្ចហើយនេះជាគោលបំណងធំនៅក្នុងកាពីយូហានទាំងមូលតែម្ដងប្រាប់ថាឲ្យខ្ញុំសរសេរសេចក្តីទាំងនេះដើម្បីអ្នករាល់គ្នាអត់ដែលជឿដើម្បីឲ្យអ្នករាល់គ្នាបានជីវិតអស់កលជានិច្ចដោយសារតែជឿលើព្រះម្ចាស់ព្រះយេស៊ូវដោយសារបាបមនុស្សបានស្លាប់ដាច់ចេញពីព្រះក៏ប៉ុន្តែព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមអូខេឃើញរូបព្រះបន្ទូលត្រឡប់ជាសាច់ឈាមដើម្បីឲ្យមនុស្សបានទទួលជីវិតអស់កលជានិច្ចឡើងវិញទី2ដើម្បីនាំយើងឲ្យចេញពីសេចក្តីងឹតហើយទៅកាន់ពន្លឺវិញម្ដងនៅក្នុងខទី5បានសម្ដែងប្រាប់ថាពន្លឺភ្លឺនៅក្នុងសេចក្តីងងឹតតែសេចក្តីងងឹតពុំបានទទួលពន្លឺទេខ9ព្រះបន្ទូលជាពន្លឺដ៏ពិតប្រកបតែមួយដែលក្នុងពិភពលោកដែលមកក្នុងពិភពលោកឲ្យបំភ្លឺមនុស្សគ្រប់រូបបាទសូមមើលព្រះបន្ទូលកន្លែងនេះព្រះបន្ទូលជាពន្លឺដែលបើកសម្ដែងនៅសេចក្តីពិតមនុស្សរស់នៅក្នុងជីវិតនៅក្នុងសេចក្តីងងឹតសពថ្ងៃនេះអត់ដឹងថាទិសដៅច្បាស់លាស់ក្នុងជីវិតយ៉ាងម៉េចអត់ដឹងថាស្លាប់ទៅតាណាស្លាប់ទៅចាប់ជាតិត្រឡប់មកវិញស្លាប់ទៅសូនឈឹងស្លាប់ទៅអស់ទុកអស់កង្វល់ហើយក៏ព្រះបន្ទូលប្រាប់ថាម៉េចព្រះសម្ដែងប្រាប់ថាព្រះអង្គគឺជាពន្លឺបំភ្លឺលោកីវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទនាំឲ្យពិភពលោកនេះមានពន្លឺដែលកំពុងតែត្រូវការពន្លឺជួយយើងមើលឃើញផ្លូវច្បាស់បង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងថាមនុស្សគ្រប់គ្នាត្រូវការព្រះយេស៊ូវត្រូវការសេចក្តីសង្គ្រោះមនុស្សគ្រប់គ្នាមានបាបមនុស្សគ្រប់គ្នាត្រូវការសេចក្តីសង្គ្រោះត្រូវការព្រះយេស៊ូវវត្តមានរបស់ពន្លឺធ្វើឲ្យមនុស្សរកឃើញសេចក្តីពិតពេលយើងជឿព្រះយេស៊ូវយើងដឹងសេចក្តីពិតពន្លឺក៏មកឯផែនដីនេះដើម្បីសង្គ្រោះមនុស្សឲ្យបានរួចអំពីអំពើបាបបាទព្រះអាទិត្យបងប្អូនមើលព្រះអាទិត្យវាបំភ្លឺមនុស្សទាំងអស់មនុស្សគ្រប់គ្នាទាំងអស់បំភ្លឺមនុស្សគ្រប់គ្នាហើយព្រះយេស៊ូវគ្រីស្ទវិញព្រះអង្គជាពន្លឺដ៏ពិតតែមួយដែលមកក្នុងពិភពលោកនេះគឺដើម្បីសង្គ្រោះមនុស្សគ្រប់គ្នាមិនមែនសង្គ្រោះបងមកមិនមែនសង្កត់សម្រាប់តែខ្ញុំម្នាក់លោកគ្រូណាម្នាក់ទេតែព្រះយេស៊ូវគ្រីស្ទព្រះអង្គមកជាពន្លឺបំភ្លឺមនុស្សលោកគ្រប់គ្នាមកសង្គ្រោះមនុស្សលោកគ្រប់គ្នាបើគេព្រមស្ម័គ្រចិត្តទទួលព្រះម្ចាស់ព្រះយេស៊ូវជាព្រះសង្គ្រោះហើយព្រះអង្គនឹងបំផ្លាស់បំប្រែជីវិតរបស់អ្នកដែលទទួលព្រះអង្គហ្នឹងឲ្យទៅជាមានពន្លឺសេចក្តីងឹតចាប់ដើមចេញពីគេបាត់ទៅសេចក្តីងឹតចង់សម្ដៅទៅលើអំពើអាក្រក់គំនិតអាក្រក់នៅក្នុងចិត្តគំនិតរបស់អ្នកនោះពេលដែលពន្លឺចូលមកព្រះអង្គនឹងសម្អាតយើងបណ្ដេញសេចក្តីងឹតចេញពីយើងហើយយើងអាចចេះរស់នៅក្នុងពន្លឺកើតពន្លឺរបស់ព្រះជាម្ចាស់កើតបើអនុញ្ញាតឲ្យព្រះជាម្ចាស់ព្រះអង្គកែច្នៃយើងទទួលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះសង្គ្រោះទទួលព្រះក៏បែរក្នុងព្រះគម្ពីរថាម៉េចព្រះបានមកក្នុងលោកីនេះក៏ប៉ុន្តែប្រជារាស្ត្ររបស់ព្រះមនុស្សបានបដិសេធព្រះយេស៊ូវគ្រីស្ទជាច្រើនមានមនុស្សតិចទេដែលទទួលពន្លឺហើយបងប្អូននៅក្នុងបន្ទប់នេះទទួលពន្លឺនោះពន្លឺគឺជាព្រះយេស៊ូវមកបំភ្លឺយើងមកសង្គ្រោះយើងបើយើងទទួលនោះយើងនឹងក្លាយទៅជាពន្លឺរបស់ព្រះម្ចាស់ព្រះយេស៊ូវដល់លោកីនេះដែរទី3ព្រះយេស៊ូវនេះជាកន្លែងដែលសំខាន់ខ្លាំងមែនទែននៅក្នុងទី3ដើម្បីប្រទានសិទ្ធិអំណាចជាកូនរបស់ព្រះជាម្ចាស់ដល់យើងបាទ
នៅក្នុងខទី11បានប្រាប់ថាព្រះបន្ទូលបានយើងមកគង់ជាមួយនឹងរាជប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់តែប្រជារាស្ត្រនោះមិនបានទទួលព្រះអង្គឡើយខ12រីឯអស់អ្នកដែលទទួលព្រះអង្គគឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គប្រទានសិទ្ធិអំណាចប្រទានអំណាចប្រទានឲ្យគេអាចទៅជាកូនរបស់ព្រះជាម្ចាស់បាននៅក្នុងភាសាដើមឬនៅក្នុងបកប្រែចាស់1954បានប្រាប់ថាប៉ុន្តែអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គនោះព្រះអង្គប្រទានឲ្យគេមានអំណាចត្រឡប់ទៅជាកូនព្រះភាសាដែលក្រិចឆែកមើលទៅមានពាក្យសិទ្ធិអំណាចមានពាក្យអំណាចពេលយើងទទួលជឿព្រះម្ចាស់ព្រះយេស៊ូវព្រះអង្គឲ្យសិទ្ធិអំណាចយើងព្រះអង្គឲ្យអំណាចយើងឲ្យត្រឡប់ទៅជាកូនរបស់ព្រះជាម្ចាស់វិញបាទនៅក្នុងខ11ប្រាប់ថាម៉េចព្រះថាព្រះបានយាងមករកយើងព្រះបានយាងមករកមនុស្សលោកព្រះលះសេរីល្អបន្ទាបអង្គទ្រង់មករកយើងហើយរៀបចំផ្លូវសង្គ្រោះហើយរៀបចំឲ្យមនុស្សអាចរស់នៅអស់កលជានិច្ចមនុស្សអត់ចាំបាច់ត្រូវស្លាប់ទៀតទេអត់ចាំបាច់ត្រូវដាច់ចេញពីព្រះជាម្ចាស់ទៀតទេមនុស្សនឹងរស់នៅព្រះព្រះអង្គមករកមនុស្សគ្រប់គ្នាទ្រង់យាងមករកមនុស្សហើយទ្រង់មកដល់ហើយទ្រង់បានមកដល់ហើយ2000ជាងឆ្នាំមុនហើយកំពុងតែនៅជាមួយយើងសប្តាហ៍ថ្ងៃនេះហើយកំពុងដើរជួបបងប្អូនទាំងអស់គ្នាហើយដើរអញ្ជើញបងប្អូនទាំងអស់គ្នាឲ្យមកទទួលប្រពោដែលមកពីព្រះជាម្ចាស់ទទួលប្រពោដែលមកពីព្រះអង្គហើយលោកអ្នកបងប្អូនទាំងអស់គ្នាមនុស្សលើផ្នែកនៃយើងមានសិទ្ធិជ្រើសរើសមានសិទ្ធិសម្រេចចិត្តទទួលឬក៏មិនទទួលនៅក្នុងខខាងលើប្រាប់ថាម៉េចគេពុំបានទទួលព្រះអង្គឡើយព្រះបងឲ្យសិទ្ធិសេរីភាពព្រះគម្ពីរប្រាប់ថាយូហាន 3:16 ថាព្រះជាម្ចាស់ព្រះអង្គស្រឡាញ់មនុស្សលោកខ្លាំងណាស់ព្រះអង្គស្រឡាញ់ដល់លោកអ្នកបងប្អូនទាំងគ្នាខ្លាំងណាស់សេចក្តីស្រឡាញ់អត់បង្ខំឲ្យបងប្អូនទាំងគ្នាមកដើរតាមព្រះឡើយឯងត្រូវតែជឿមកកាន់ព្រះយេស៊ូវតែសេចក្តីស្រឡាញ់ផ្ដល់សេរីភាពដល់លោកអ្នកបងប្អូនទាំងអស់គ្នាដល់មនុស្សគ្រប់គ្នាព្រះអង្គមិនបង្ខំនរណាគេម្នាក់ឲ្យទទួលព្រះឡើយការសម្រេចចិត្តទទួលឬក៏មិនទទួលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមានលទ្ធផលខុសគ្នាដូចមេឃហើយនឹងដីបើទទួលទ្រង់ព្រះអង្គមានបន្ទូលថានឹងឲ្យពរដល់យើងជាច្រើនតែនៅកន្លែងនេះមួយថាបើសិនជាទទួលទ្រង់ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យបានត្រឡប់ទៅជាកូនរបស់ព្រះមនុស្សការដែលមិនទាន់ជឿព្រះម្ចាស់ព្រះយេស៊ូវយើងនៅក្រោមអំណាចរបស់អរិយព្រះបានឲ្យសិទ្ធិអំណាចមនុស្សក៏ប៉ុន្តែអរិយវាជាចោលវាចូលមកកាន់កំភ្លើងចូលនៅក្នុងធនាគារដើម្បីគម្រាមហើយយកលុយហើយលួចយកអ្វីតែពួកគាត់មានសិទ្ធិអំណាចអត់មានទេក៏ប៉ុន្តែចោលវាយកកំភ្លើងមកគម្រាមហើយមកលួចវាបានមកលួចសិទ្ធិអំណាចរបស់មនុស្សស្ថិតនៅក្រោមអវាទការគ្រប់គ្រងរបស់អរិយបាទបើនៅក្រោមអរិយគឺជាកូនចៅរបស់ពួកគាត់ហើយក៏ប៉ុន្តែព្រះបន្ទូលប្រាប់ថាម៉េចក៏ប៉ុន្តែនៅពេលវិនាទីដែលយើងទទួលជឿព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គប្រាប់ថាម៉េចព្រះអង្គឲ្យសិទ្ធិអំណាចយើងត្រឡប់ទៅជាកូនព្រះរបស់ជាម្ចាស់វិញពីមុនយើងនៅក្រោមអំណាចរបស់អរិយក៏ប៉ុន្តែពេលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទព្រះព្រះអង្គឲ្យយើងមានសិទ្ធិអំណាចលើវិញម្ដងជាកូនរបស់ព្រះជាម្ចាស់បើយើងនៅក្រោមអរិយវានឹងជន់កយើងវានឹងជន់ក្បាលរបស់យើងក៏ប៉ុន្តែពេលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទព្រះអង្គឲ្យសិទ្ធិអំណាចលើយើងឲ្យយើងមានអំណាចលើពួកអរិយដែរនៅព្រះគម្ពីរប្រាប់ថាម៉េចព្រះបានរាប់យើងឲ្យយើងអង្គុយរួមជាមួយព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅស្ថានបរមសុខនៅលើគ្រប់ទាំងសិទ្ធិអំណាចនានានៅលើផែនដីនេះសិទ្ធិអំណាចខាងវិញ្ញាណព្រះអង្គឲ្យយើងមានសិទ្ធិអំណាចលើយើងអត់បាច់ខ្លាចអរិយកាច់កជីជន់យើងទៀតទីបងប្អូនទាំងគ្នាហើយពុកម្ដាយខ្ញុំពីដែលប្អូនខ្ញុំគាត់ឈឺណាគាត់ធ្វើខុសមាត់ខុសកគាត់ជេរកូនគាត់វាខុសមាត់ខុសកអរិយវាទៅកាច់កូនស្រីរបស់គាត់ណាឲ្យឈឺមែនទែនហើយទៅមើលគេថាត្រូវការយកមន់ស្ងោឲ្យមួយហើយដល់ជ្រុកមួយក្បាលជ្រុកមួយទៅជាហើយបាត់ហើយយកទៅជាបាត់មែនអូនអ្នកគ្នាវាជិះជាន់បាទក៏ប៉ុន្តែដល់ពេលជឿព្រះយេស៊ូវយើងអត់បាច់ចាំបាច់គោរពអីទីមិនបានអ្នកជឿព្រះយេស៊ូវលែងគោរពថ្វាយបង្គំអុចធុកអុចអីគោរពថ្វាយបង្គំអរុបអរិយតាទៀតដោយសារតែអ្នកជឿព្រះយេស៊ូវព្រះអង្គឲ្យសិទ្ធិអំណាចជាកូនរបស់ព្រះយើងធំជាងវិញម្ដងយើងជាអ្នកដែលជន់ពួកគាត់លេងម្ដងយើងលែងខ្លាចអរិយសង្កត់អរិយជន់ទៀតហើយក៏ប៉ុន្តែយើងជន់កអរិយវិញម្ដងអាមែនបាទយើងមានសិទ្ធិអំណាចអរគុណគ្នាយើងមានសិទ្ធិអំណាចនៅព្រះគម្ពីរប្រាប់ថា
ខ្ញុំឲ្យអ្នករាល់គ្នាមានសិទ្ធិអំណាចដើរជួនពុះនឹងខ្យាដំរីហើយនឹងលើឥទ្ធិឫទ្ធិរបស់មានសត្រូវផងគ្មានអ្វីដែលនឹងធ្វើទុកអ្នករាល់គ្នាបានឡើយដឹងឡើយនឹងថាយើងជាកូនរបស់ព្រះខ្ញុំជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពស់មានសិទ្ធិអំណាចហើយប្រើសិទ្ធិអំណាចនោះដើម្បីបំផ្លាញកិច្ចការរបស់អរិយសាតាំងនៅព្រះគម្ពីរប្រាប់ថាម៉េចឲ្យចោលវាមកលួចសម្លាប់បំផ្លាញហើយព្រះយេស៊ូវគ្រីស្ទព្រះអង្គមកផ្ដល់ជីវិតវាមកក្តីភ័យខ្លាចវាដាក់ការសពបែបយ៉ាងការអាក្រក់មកពីពួកគាត់នឹងឯងមិនមកពីវិណាគេទេមិនមកពីព្រះទេព្រះបានមានបន្ទូលថាម៉េចមិនមែនបងមិនដែលមានបន្ទូលថាខ្ញុំមកដើម្បីឲ្យអ្នករាល់គ្នាមានបញ្ហាហើយឲ្យបញ្ហានោះមានកាន់តែច្រើនញឹកញាប់ផងដែលឃើញអញ្ចឹងទេអត់ទេព្រះបានមានបន្ទូលថាម៉េចខ្ញុំមកឲ្យអ្នករាល់គ្នាមានជីវិតហើយជីវិតនោះពេញបរិបូរណ៍បាទចេះដែរព្រះបន្ទូលនេះឲ្យចាំជាមួយគ្នាព្រះបានឲ្យយើងមានសិទ្ធិអំណាចជាកូនរបស់ព្រះជាម្ចាស់ឲ្យដឹងខ្លួនឯងជាកូនព្រះមានសិទ្ធិអំណាចដ៏ខ្ពស់តែកាលណាយើងអត់ដឹងឡើយដឹងទេយើងអត់ប្រើសិទ្ធិអំណាចកើតអរិយវិចេតធ្វើទុកបុកម្នេញគ្រួសាររបស់យើងជីវិតរបស់យើងហើយយើងអត់ដឹងអីសោះហើយយើងទៅចោទថាព្រះអ្នកធ្វើការក្រក់កើតឡើងព្រះអ្នកធ្វើការក៏ប៉ុន្តែមិនមែនទេអរិយទេធ្វើកិច្ចការនោះអរិយជាមេនៃសេចក្ដីកុហកវាកុហកវាអ្នកធ្វើក៏ប៉ុន្តែវាបោកមកមួយដល់គ្នាឲ្យទម្លាក់កុហកដល់ព្រះអ្នកធ្វើកិច្ចការនោះមានម្នាក់គាត់ឈ្មោះយ៉ចគាត់ថាគាត់ជឿលើស្ដីកុហករបស់អរិយណាគាត់ថាព្រះអ្នកដែលយកជីវិតរបស់ពុករបស់គាត់ជីវិតប្អូនរបស់គាត់ហើយគាត់ខឹងព្រះតាំងពីពេលនោះមកគាត់លេងថ្វាយគុំលេងអីទាំងអស់គាត់ស្អប់ព្រះណាព្រះអ្នកធ្វើកិច្ចការហ្នឹងថ្ងៃមួយ Billy Graham មកអធិប្បាយគាត់អត់ចង់ទៅទេបើទៅក៏ទៅខឹងព្រះទៀតថាព្រះទូបង្គំដឹងច្បាស់ណាស់ថាព្រះអង្គធ្វើកិច្ចការនៅលើគ្រួសាររបស់ទូបង្គំធ្វើព្រះអង្គដកយកឪពុកទូបង្គំឲ្យប្អូនរបស់ទូបង្គំទៅទូបង្គំខឹងព្រះអង្គតែព្រះអង្គមានបន្ទូលសម្លេងក្នុងវិជារបស់គាត់ថាម៉េចចចអញមិនដែលធ្វើរឿងនឹងសោះឡើយមិនអញអ្នកធ្វើទេការកក់នេះមិនមែនមកពីអញទេមិនមែនមកពីយើងទេមកពីម្នាក់ទៀតដែលជាសត្រូវរបស់ឯងបាទហេបើចាំឡើយនេះការក្រក់មួយនឹងនេះមកពីមិនមកពីព្រះទេសរុបមកវិញដល់គ្នាដែលព្រះបន្ទូលគឺជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលយើងចូលមកផែនដីនេះដើម្បីសង្គ្រោះយើងព្រះអង្គមកដោយស្របច្បាប់នៅលើផែនដីនេះព្រះអង្គមកដោយប្រសូតជាមួយស្ត្រីព្រហ្មចារីព្រះអង្គជាមនុស្សដូចយើងព្រះអង្គមានសិទ្ធិអំណាចដូចយើងព្រះអង្គប្រតិបត្តិការសិទ្ធិអំណាចរបស់មនុស្សដោយទទួលប្រេងតាំងអំណាចពីព្រះវិញ្ញាណបរិសុទ្ធព្រះអង្គប្រើអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះហើយយើងអាចរកបានជីវិតអស់កលជានិច្ចគឺនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវម្ដងទៀតយើងអាចរកជីវិតអស់កលជានិច្ចនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវជីវិតអស់កលជានិច្ចនៅលើផែនដីនេះជីវិតផុយស្រួយមួយនឹងនេះរឿងសប្តាហ៍ថ្ងៃនេះមកផ្លេតមកព្រិចទៅបាត់បំព្រិចទៅបាត់ហើយទៅបាត់នោះមិនមែនទៅតាណាតណៃបាត់ទេក្នុងព្រះគម្ពីរវាផ្លូវពីរមួយទៅវិនិច្ឆ័យអស់កលជានិច្ចមួយទៅរស់នៅជាមួយព្រះអស់កលជានិច្ចបាទមានយើងក៏ដឹងជឿដែរថាមានឋាននរកមានឋានសួគ៌បើជឿព្រះយេស៊ូវយើងរួចពីបាបព្រះព្រះអង្គមកដើម្បីសង្គ្រោះយើងឲ្យយើងមានជីវិតអស់កលជានិច្ចហើយបើយើងទទួលព្រះយេស៊ូវយើងមានជីវិតអស់កលជានិច្ចទោះបីជាក្នុងព្រះថាម៉េចទោះបីនៅគេស្លាប់ក៏ដោយក៏នឹងរស់ឡើងវិញអស់កលជានិច្ចដែរព្រះយេស៊ូវជាពន្លឺបំភ្លឺមនុស្សគ្រប់គ្នាព្រះអង្គជាពន្លឺជាព្រះសង្គ្រោះដល់មនុស្សគ្រប់គ្នាហើយទ្រង់យាងមកសង្គ្រោះមនុស្សហើយបើគេនោះមនុស្សនោះព្រមទទួលព្រះអង្គហើយទ្រង់នឹងសម្អាតយើងសម្អាតឲ្យទទួលព្រះអង្គឲ្យចេញពីស្ដីងឹតចេញពីអំពើបាបនានាហើយបំផ្លាស់បំប្រែនោះឲ្យត្រឡប់ទៅជាពន្លឺរបស់ព្រះជាម្ចាស់មួយទៅដល់លោកីដែរបើព្រមទទួលជឿព្រះម្ចាស់ព្រះយេស៊ូវជាព្រះរាជបុត្រនៃព្រះទ្រង់សន្យាថាប្រទានសិទ្ធិអំណាចឲ្យគេបានត្រឡប់ទៅជាកូនព្រះយើងមានសិទ្ធិអំណាចត្រឡប់ទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតវិញម្ដងអរគុណព្រះអង្គនេះជាព្រះបន្ទូលរបស់ព្រះហើយខ្ញុំចែកលេខជាមួយបងប្អូនប៉ុណ្ណឹងហើយសូមព្រះបន្ទូលនេះបានចាំដកជាប់នៅក្នុងចិត្តបងប្អូនទាំងគ្នាទីនេះដូចជាអ្នកជឿព្រះអង្គជាកូនរបស់ព្រះតែបើអត់ទទួលព្រះអង្គទេទទួលព្រះម្ចាស់ព្រះយេស៊ូវបងប្អូនទទួលពោចឹងណាអត់ខាតទេជឿព្រះយេស៊ូវអាចមកប្រាប់ខ្ញុំគ្រូបញ្ញាចាស់ទុំណាដើម្បីយើងអធិដ្ឋានបងប្អូនទាំងគ្នាឲ្យទទួលព្រះយេស៊ូវវិនាទីដែលបងប្អូនចាប់ផ្ដើមកើតជាថ្មីខាងឲ្យវិញ្ញាណបងប្អូនទាំងគ្នាត្រូវការពេលវេលាមួយហ្នឹងប្រាប់ខ្ញុំឲ្យខ្ញុំរីករាយអធិដ្ឋាននាំបងប្អូនទាំងគ្នាទទួលជឿព្រះម្ចាស់ព្រះយេស៊ូវចាប់តាំងពីពេលហ្នឹងទៅបងប្អូនកើតជាថ្មីជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវសូមអធិដ្ឋានជាមួយខ្ញុំ
អរគុណព្រះម្ចាស់ព្រះយេស៊ូវហើយដែលបានណែនាំបងប្អូនអរគ្នានៅទីនេះដែលក្នុងបន្ទប់នេះឲ្យបានស្គាល់ព្រះនាមព្រះម្ចាស់ព្រះយេស៊ូវអរគុណព្រះអង្គដែលទ្រង់បានយាងមកត្រឡប់ជាសាច់ឈាមជាមនុស្សដើម្បីរំដោះយើងខ្ញុំឲ្យបានរួចសង្គ្រោះយើងខ្ញុំឲ្យរួចពីបាបហើយបំផ្លាស់បំប្រែយើងខ្ញុំឲ្យត្រឡប់ទៅជាកូនរបស់ព្រះយើងខ្ញុំជាកូនរបស់ព្រះយើងខ្ញុំជាកូនរបស់ព្រះយើងខ្ញុំមានសិទ្ធិអំណាចមានអំណាចអរគុណព្រះម្ចាស់ព្រះយេស៊ូវហើយអរគុណព្រះអង្គបងឲ្យទុំគុំអធិដ្ឋានឲ្យយើងខ្ញុំទាំងអស់គ្នាទីនេះដឹងច្បាស់កន្លែងនេះហើយយើងខ្ញុំរស់ក្នុងជីវិតដែលមានជ័យជំនះជីវិតដែលមានជ័យជំនះបំផ្លាញកិច្ចការរបស់អរិយដែលវាមកលួចសម្លាប់បំផ្លាញដល់មនុស្សលោកដល់ជាតិសាសន៍របស់យើងខ្ញុំបងហើយអរគុណទ្រង់សូមអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនេះនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គបាទសូមបកគលកម្មវិធីឲ្យអ្នកនៅមុខវិញបាទ